លោកញឹមចិត្តដែលជាទាហានការពារព្រំដែនអះអាងពីការពេញចិត្តចំពោះយន្តការអដកព្រោះយន្តការនេះលោកមើលឃើញថាបានផ្ដល់ភាពសុខសាន្តនៅក្នុងសង្គមក្នុងនាមយើងជាប្រជាពលរដ្ឋដូចគ្នាខ្មែរដូចគ្នាយើងត្រូវចេះគោរពស្ដាប់គ្នាទៅវិញទៅមកព្រោះយើងជាប្រជាពលរដ្ឋរបស់ប្រទេសគឺយើងត្រូវតែគោរពច្បាប់របស់ប្រទេសបាទអញ្ចឹងអ្វីដែលយើងធ្វើគឺយើងមិនប្រឆាចនឹងច្បាប់បាទព្រោះយើងអ្នកគោរពច្បាប់នេះគឺជាការលើកឡើងរបស់លោកញឹមចិត្តដែលជាទាហានឈរជើងនៅព្រំដែននិងជាភាគីខនៅក្នុងសំណុំរឿងដីធ្លីដែលអូបន្លាយប្រមាណជា10ឆ្នាំមកនេះចំណាប់អារម្មណ៍របស់លោកញឹមចិត្តយ៉ាងដូចនេះគឺបន្ទាប់ពីសំណុំរឿងរបស់លោកជាមួយនឹងភាគីកដែលជាភាគីដាក់ពាក្យស្នើសុំមកអដកត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅថ្ងៃទី4ខែមីនាឆ្នាំ2026ដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកស្រីសស៊ីយ៉េតនិងលោកស្រីអានស្រីឃីវថ្លែងប្រាប់សារព័ត៌មានព្រះខ័ននៅថ្ងៃទី9ខែមីនាលោកញឹមចិត្តបានលើកឡើងថាដើម្បីភាពសុខដុមរមនានៅក្នុងសង្គមលោកបានដាក់ច្បាប់សម្រាប់ពីការងារដើម្បីចូលរួមសម្រុះសម្រួលនិងផ្សះផ្សាបញ្ចប់វិវាទដែលអូបន្លាយរយៈពេលប្រមាណ10ឆ្នាំមកនេះជាលទ្ធផលលោកបានបង្ហាញការពេញចិត្តចំពោះយន្តការអដកដោយសារតែវិវាទដីធ្លីប្រមាណជា10ឆ្នាំរបស់លោកត្រូវបានសម្រុះសម្រួលនិងផ្សះផ្សាបញ្ចប់ដោយជោគជ័យសម្របសម្រួលនឹងដែរក៏មន្ត្រីអដកនោះគឺគាត់យកចិត្តទុកដាក់ហើយគាត់ក៏ព្យាយាមពន្យល់ពីហេតុផលគ្រប់បែបយ៉ាងដើម្បីឲ្យយើងជាប្រជាពលរដ្ឋនឹងស្វែងយល់អំពីច្បាប់បាទអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងសង្គមតែងតែអនុវត្តគោរពតាមច្បាប់របស់រាជរដ្ឋាភិបាលយើងវាធ្វើម៉េចវាសិតតែជាអ្នកជនរងគ្រោះយើងសហការគ្នាទៅរកដំណោះស្រាយដោយរលូនកុំឲ្យមានអ្នកណាអន់ចិត្តនិងអ្នកណាព្រោះក្នុងនាមយើងជាប្រជាពលរដ្ឋដូចគ្នាខ្មែរដូចគ្នាយើងត្រូវចេះគោរពស្ដាប់គ្នាទៅវិញទៅមកព្រោះយើងជាប្រជាពលរដ្ឋយើងជាប្រជាពលរដ្ឋរបស់ប្រទេសគឺយើងត្រូវតែគោរពច្បាប់របស់ប្រទេសបាទអញ្ចឹងអ្វីដែលយើងធ្វើគឺយើងមិនប្រឆាចនឹងច្បាប់បាទព្រោះយើងអ្នកគោរពច្បាប់